Rương on tông vàng chăng vàng không ca cái lon tờ hỏi miễn menu pin nhẹ chỉ vào đâyประពន្ធនឹងគ្នាថ្ងៃមួយប្តីចេញទៅរកអន្ទង់ដើម្បីជាអាហារប្តីបានរកអន្ទង់បានមួយយកមកប្រគល់ឲ្យប្រពន្ធប្រាប់ថាចូលឯងយកអន្ទង់នេះទៅធ្វើស្លស៊ីទៅប្រពន្ធឆ្លើយថាចុះបើអន្ទង់នេះវែងម្លេះបានឆ្នាំងវែងពីណាយកមកស្ងោរអន្ទង់នេះបានប្តីឮហើយនឹកក្នុងចិត្តថាប្រពន្ធអញល្ងងអីម្លេះហើយប្រាប់ប្រពន្ធថាបើឯងរកឆ្នាំងពុំបានទេឯងយកអន្ទង់នេះទៅភ្ជួរទុកទៅប្រពន្ធក៏យកអន្ទង់ទៅភ្ជួរទុកហើយកិច្ចទៅដេកបំបៅដោះកូនក្នុងមុងប្តីក៏យកអន្ទង់នោះមកកាប់ចិញ្ច្រាំហើយយកឆ្នាំងមកដាក់ស្លកកូរលុះឆ្អិនក៏ដោះដួសរួចហៅប្រពន្ធមកស៊ីរួចលាងចានទុកតែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំងប្តីមិនលាងចានឆ្នាំងនោះទេហើយចេញទៅទួស្រែបាត់ឯប្រពន្ធដឹងថាប្តីចេញទៅបាត់ហើយនឹកដល់សម្លកកូរអន្ទង់ដែលឆ្ងាញ់ក៏ស្ទុះក្រោកឡើងទៅយកឆ្នាំងនោះមកលិតដល់ខំលិតណាស់ទៅក្បាលនោះក៏ជាប់ចូលនៅក្នុងឆ្នាំងគ្របពីលើមិនដឹងធ្វើដូចម្ដេចយកឆ្នាំងនោះចេញបានក៏វាទៅពួនក្នុងមុងលុះប្តីត្រឡប់មកពីជួរស្រែវិញរកប្រពន្ធកុំឃើញក៏ស្រែកហៅឮសូរឆ្លើយសំឡេងក៏ងូហាក់ដូចជាចម្លែកណាស់ប្តីចើដើរចូលមករកមើលទើបរកដំបងវាយបំបែកឆ្នាំងនោះបែកទៅប្រពន្ធលាន់មាត់ស្រែកថាយីអញពួននឹងគាត់ឯងសោះប្តីនឹកអស់សំណោចក៏ដើរចេញបាត់ទៅនេះហើយរឿងអន្ទង់វែងឆ្នាំងវែង